គណៈបកភ្លើងទៀននិងគណៈបកឆន្ទៈខ្មែរបន្តយុទ្ធនាការលើកស្លាកគណៈបកនិងពង្រឹងរចនាសម្ព័ន្ធមូលដ្ឋានយ៉ាងសកម្មក្នុងខេត្តស្វាយរៀងក្នុងរយៈពេល2ថ្ងៃជាប់គ្នាកាលពីថ្ងៃទី21និង22ខែកុម្ភៈឆ្នាំ2026កន្លងទៅនេះថ្នាក់ដឹកនាំគណៈបកភ្លើងទៀននិងគណៈបកឆន្ទៈខ្មែរខេត្តស្វាយរៀងបានបង្ហាញនូវរូបភាពសាមគ្គីយ៉ាងរឹងមាំតាមរយៈការចុះអនុវត្តសកម្មភាពនយោបាយនៅតាមបណ្ដាស្រុកក្រុងនានាដើម្បីត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោតឃុំសង្កាត់ឆ្នាំ2027សកម្មភាពសំខាន់ដែលសម្រេចបានក្នុងយុទ្ធនាការនេះរួមមានក្នុងភូមិសាស្ត្រស្រុករំដួលក្រុមការងារបានសម្រុកចុះលើកស្លាកគណៈបកក្នុងឃុំចំនួន5កាលពីថ្ងៃទី21ខែកុម្ភៈសម្រាប់បានការលើកស្លាកគណៈបកភ្លើងទៀន2ស្លាកនិងស្លាកឆន្ទៈខ្មែរ4ស្លាកបន្ទាប់មកនៅថ្ងៃទី22ខែកុម្ភៈបានបន្តលើកស្លាកគណៈបកភ្លើងទៀន1ស្លាកនិងស្លាកគណៈបកឆន្ទៈខ្មែរចំនួន2ស្លាកបន្ថែមទៀតក្នុងឃុំសង្កែនិងឃុំជ្រុងពពែលក្នុងភូមិសាស្ត្រស្រុកស្វាយជ្រុំនាថ្ងៃទី22ខែកុម្ភៈថ្នាក់ដឹកនាំបានបន្តលើកស្លាកគណៈបកចំនួន5ស្លាកបន្ថែមទៀតដែលស្ថិតនៅក្នុងឃុំចំបក់ឃុំគោកព្រីងឃុំស្វាយជ្រុំឃុំចម្លងនិងឃុំបាសាក់ក្នុងភូមិសាស្ត្រស្រុកកំពង់រនិងក្រុងស្វាយរៀងនៅថ្ងៃទី22ខែកុម្ភៈក្រុមការងារបានលើកស្លាកគណៈបកឆន្ទៈខ្មែរចំនួន1ស្លាកនៅក្នុងឃុំថ្មីស្រុកកំពង់រដោយឡែកថ្ងៃទី21ខែកុម្ភៈថ្នាក់ដឹកនាំក៏បានដឹកនាំសកម្មជនចុះជួសជុលស្លាកគណៈបកតាមបណ្ដោយផ្លូវជាតិលេខ1ក្នុងក្រុងស្វាយរៀងដើម្បីរក្សាសោភ័ណភាពនិងវត្តមាននយោបាយឲ្យកាន់តែច្បាស់សកម្មភាពដ៏មមាញឹកនេះប្រព្រឹត្តទៅដោយមានការចូលរួមយ៉ាងជិតស្និទ្ធពីសំណាក់ថ្នាក់ដឹកនាំខេត្តស្រុកព្រមទាំងមានវត្តមានសមាជិកក្រុមប្រឹក្សាខេត្តស្រុកនិងឃុំសង្កាត់នៃគណៈបកទាំងពីរនេះគឺជាសក្ខីភាពនៃការបដិញ្ញាចិត្តខ្ពស់ក្នុងការថែរក្សាផ្ទះប្រជាធិបតេយ្យនិងការពង្រឹងរចនាសម្ព័ន្ធមូលដ្ឋានឲ្យកាន់តែរឹងមាំជានិច្ច